សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរ admin នឹងមកបន្តសាច់រឿង Tomb of Fallen God ដែល admin ហៅជាភាសាខ្មែរថាអាទិទេពចាក់កំណើតឡើងវិញក្រោយពីកប់អស់រយៈពេល 10000 ឆ្នាំតវិភាគមុនមកទូប្រុសរបស់យើងក៏ត្រូវបានព្រះនាងម្ចាស់ចាប់ចងនៅលើឈើឆ្កាងមួយហើយគេក៏បង្ហាញសាច់រឿងនៅពេលដែលទូប្រុសរបស់យើងទៅបានព្រះនាងម្ចាស់ហ្នឹងបានចាប់ចងហ្នឹងគឺគាត់ត្រូវបានចាញ់ក្រោមដៃព្រះនាងម្ចាស់ហ្នឹងចូលមកដល់ពេលឥឡូវវិញយើងបានឃើញថាអ្នកការពារទាំងពីរនាក់របស់ព្រះនាងម្ចាស់ហ្នឹងបានកំពុងតែអង្គុយមើលផែនទីមួយដើម្បីទៅស្វែងរកផ្កាឈូកភ្លើងមកព្យាបាលជំងឺស្ដេចដែលជាឪពុករបស់ព្រះនាងម្ចាស់ហ្នឹងហើយពួកគេក៏មិនដឹងថាមានរឿងអ្វីកើតឡើងខ្លះដែរនៅពេលដែលទៅដល់ទីហ្នឹងប៉ុន្តែពួកគេទាំងពីរនាក់ហ្នឹងនឹងព្យាយាមដើម្បីយកនៅផ្កាឈូកភ្លើងហ្នឹងឲ្យបានពួកគេនិយាយគ្នាបានមួយផ្លែតព្រះនាងម្ចាស់ក៏បានដើរចេញមកហើយនាងក៏ដើរសំដៅទៅតួប្រុសរបស់យើងហើយតួប្រុសរបស់យើងហ្នឹងក៏ព្យាយាមបញ្យល់ទៅព្រះនាងម្ចាស់ថារឿងដែលបានកើតឡើងហ្នឹងគ្រាន់តែជាការយល់ច្រឡំទេពួកគាត់បានធ្លាក់លើឈ្មោះមកហើយគាត់ក៏បានប្រាប់ឈ្មោះរបស់គាត់ទៅព្រះនាងម្ចាស់ហ្នឹងឈ្មោះរបស់គាត់គឺឆាន់ណាងហើយព្រះនាងម្ចាស់ហ្នឹងក៏បានដកកូនក្បិតមកដើម្បីគប់ច័ន្ទណាហ្នឹងតែមិនគប់ត្រូវទេគឺគប់ធ្វើឲ្យគាត់បែបសប្បាយចិត្តដោយច័ន្ទណាហ្នឹងខ្លាចស្លាប់ដែរអញ្ចឹងក៏និយាយថាគាត់ហ្នឹងអាចនាំពួកគេហ្នឹងទៅស្វែងរកការឈូកភ្លើងបានដោយសារគាត់ហ្នឹងចេះអានអក្សរបុរាណយើងដឹងហើយដោយសារតែគាត់ហ្នឹងបានកប់អស់រយៈពេល 10000 ឆ្នាំហើយអញ្ចឹងអក្សរបុរាណគាត់ចេះអានហើយបន្ទាប់មកព្រះនាងម្ចាស់ហ្នឹងក៏បានស្រាយចំណងឲ្យឆាន់ណានហើយក៏ប្រាប់ថាចាប់ពីថ្ងៃនេះដល់ទៅគាត់ហ្នឹងគឺជាអ្នកបម្រើរបស់នាងហើយយើងក៏បានឃើញអ្វីវាយ៉ាងដូចជាឈើដែលគេឆ្លាក់ជាទូចៗចឹងតែត្រូវបានគេវិជាបានដើរឃ្លាំមើលសកម្មភាពរបស់ព្រះនាងម្ចាស់នៅពេលដែលឆាន់ណាងនាំព្រះនាងម្ចាស់ទៅដល់កន្លែងហ្នឹងហើយគាត់ក៏បានសុំព្រះនាងម្ចាស់លាតែត្រូវបានព្រះនាងម្ចាស់ហ្នឹងដកជីវិតមកភ្ជុំកហើយនាងបាននិយាយថានាងឲ្យគាត់ហ្នឹងធ្វើអ្នកបម្រើរបស់គាត់មិនមែនមួយថ្ងៃទេគឺមួយជីវិតដ៏អាចធ្វើអីព្រះនាងម្ចាស់ហ្នឹងបានឆាន់ណាហ្នឹងគាត់ក៏ទៅតាមហ្នឹងទៅហើយព្រះនាងម្ចាស់ហ្នឹងក៏បានឲ្យឆាន់ណាហ្នឹងដើរមុខគេទៀតដើរនាំផ្លូវឲ្យកាត់មកកន្លែងមួយយើងបានឃើញថាមានបរិសម្នាក់កំពុងតែអង្គុយដឹងស្ដាប់ភាសាអីរបស់អាកូនឈើពីរហ្នឹងហើយគាត់ហ្នឹងឯងគឺជាអ្នកបញ្ជាកូនឈើទាំងពីរហ្នឹងទៅតាមដានព្រះនាងម្ចាស់ហើយកូនចៅរបស់គាត់ម្នាក់ហ្នឹងក៏បានហោះមកបានប្រកាសថាអន្ទាក់ពួកគេបានរៀបចំហើយនៅពេលដែលព្រះនាងម្ចាស់ចុះពីលើភ្នំមកនាងនឹងជាប់អន្ទាក់របស់ពួកយើងចូលមកមើលក្រុមខាងព្រះនាងម្ចាស់វិញម្ដងនៅពេលដែលពួកគេទៅដល់ជ្រៅទៅព្រះនាងម្ចាស់ហ្នឹងបានប្រាប់ទៅកូនចៅគាត់ទាំងពីរនាក់ហ្នឹងឲ្យរៀបចំខ្លួនដើម្បីស្វែងរកនៅផ្កាឈូកភ្លើងហ្នឹងនៅទីបំផុតព្រះនាងម្ចាស់ហ្នឹងក៏បានរកឃើញផ្កាឈូកភ្លើងមួយហ្នឹងហើយឆាន់ណាហ្នឹងក៏បានដកផែនទីមកមើលអក្សរនៅក្នុងផែនទីហ្នឹងគេនិយាយថាផ្កាឈូកភ្លើងហ្នឹងគឺវាដោះយឺតមែនតើហើយវាមានអាយុកាលចូលពាន់ឆ្នាំគ្រាន់តែអានដឹងអញ្ចឹងភ្លាមកន្លែងដែលមានរបស់ស័ក្តិសិទ្ធិរបស់ណាល្អចូលពាន់ឆ្នាំអញ្ចឹងច្បាស់ជាមានអីការពារនៅកន្លែងហ្នឹងឬក៏មានសត្វកាចសាហាវមួយនៅកន្លែងហ្នឹងហើយគាត់បានស្ទុះទៅយ៉ាងយន្តទៅចាប់ដៃព្រះនាងម្ចាស់កុំឲ្យដកនៅផ្កាឈូកភ្លើងមួយហ្នឹងព្រោះខ្លាចទៅពេលដកហើយមានរឿងអីកើតឡើងកំពុងតែបញ្យល់និយាយប្រាប់ព្រះនាងម្ចាស់ហ្នឹងគាត់ក៏ច្រឡំដកផ្កាឈូកភ្លើងនឹងចេញមកហើយដូចអ្វីដែលគាត់គិតមែននៅពេលដកផ្កាឈូកភ្លើងមកបានគឺបានលេចនៅបានមកវាយប្រហារពួកគេពេលហ្នឹងពួកគេទាំងពីរហ្នឹងក៏បានបំបែកគ្នាតន់ហើយក៏បានកូនចៅរបស់ព្រះនាងម្ចាស់ហ្នឹងបានលើកពួកគេទាំងពីរឡើងបន្ទាប់មកព្រះនាងម្ចាស់ហ្នឹងបានធ្វើឲ្យឈូសនៅផ្កាឈូកភ្លើងហ្នឹងតែក៏អត់អីដែរព្រោះត្រូវបានកូនចៅរបស់ព្រះនាងម្ចាស់ម្នាក់ទៀតដែលជាម្នាក់ស្រីហ្នឹងបានគប់អាប់ដាប់យើងឡើងលើភ្នំហ្នឹងគប់ទៅត្រូវការឈូកភ្លើងហ្នឹងទៅជាប់នឹងថ្មហើយឆាន់ណាងដោយសារតែគាត់អន់ជាងគេគាត់ក៏បានទៅលាក់ខ្លួនទៅទុកឲ្យពួកគេទាំង3នាក់ហ្នឹងត្រូវបានពស់ហ្នឹងដេញតាមហើយព្រះនាងម្ចាស់ហ្នឹងបានប្រាប់ទៅកូនចៅទាំងពីរនាក់របស់នាងថាឲ្យទប់ស្កាត់ជាមួយនឹងពស់ហ្នឹងហើយនាងនឹងទៅយកផ្កាឈូកភ្លើងហើយបុរសដែលមានសាច់ដុំធំហ្នឹងគាត់បានលើកថ្មយ៉ាងធំមកដំចំកណ្ដាលក្បាលពស់ហ្នឹងចំណែកឯម្នាក់ស្រីដែលប្រើយុទ្ធសិលតកកនោះវិញក៏បានបាញ់នៅដុំតកកស្រួចទៅជាច្រើនទៅចំពស់ហ្នឹងផងដែរតែពស់ហ្នឹងក៏នៅតែអត់មានកើតអីហើយថែមទាំងកវែងអាប៉ែមានសាច់ដុំធំហ្នឹងទៅបុកថ្មយ៉ាងពេញលំហឹងហើយនាងក៏បានប្រើយុទ្ធសិលតកកដើម្បីការពារខ្លួនរបស់នាងតែពស់ហ្នឹងនៅតែអាច
កំតិចវាបានរួចវាក៏បានបុកទៅម្នាក់ស្រីនឹងយ៉ាងពេញអំផឹងឲ្យត្រូវថ្មម្នាក់ទៀតទៅព្រះនាងម្ចាស់ហ្នឹងដោយសារតែមិនអស់ឡៃពីពួកគេទាំងពីរហ្នឹងក៏បានដាច់ចិត្តអត់មកយកផ្កាឈូកភ្លើងហ្នឹងសិនទេទៅជួយពួកគេទាំងពីរនាក់វិញរួចនាងក៏បានរត់ទៅយកដាវចាក់ពីលើក្បាលពស់ហ្នឹងក៏បានប្រើស្នៀតដាវហងភ្លើងគប់ទៅសត្វពស់មួយហ្នឹងនិងថែមទាំងបានហក់ទៅចាក់ពស់ហ្នឹងមួយកំបិតទៀតបានធ្វើឲ្យសត្វពស់មួយហ្នឹងគឺវាសែកជាខ្លាំងដល់ឈឺពេកវាក៏បានកលាស់ខ្លួនហើយក៏បានដាក់ព្រះនាងម្ចាស់ហ្នឹងមួយកតុយធ្វើឲ្យនាងឡើងប៉ើងប៉ុន្តែបរោះសាច់ដុំហ្នឹងចូលចិត្តមករងពីក្រោយព្រះនាងម្ចាស់កុំឲ្យត្រូវថ្មឈឺលឹះហ្នឹងទៀតហើយកូននាងបានស្ដីទៅច័ន្ទណាថាធ្វើមនុស្សផងអីពេលឃើញមនុស្សរងគ្រោះចឹងហើយអត់ទៅជួយគេចឹងច័ន្ទណានិយាយវិញថាពួកគេទាំង3នាក់ហ្នឹងអាចយកឈ្នះសត្វពស់ហ្នឹងផងចោលតម្រាំគាត់ហ្នឹងអាចយកឈ្នះវាបានមែនសូម្បីតែវាយមួយស្មើមួយព្រះនាងចាស់ហ្នឹងវាយអត់ឈ្នះផងហើយបរោះសាច់ដុំហ្នឹងក៏បានប្រមូលនៅថាមពលរបស់គាត់ទាំងអស់ដែលជាធាតុដីហ្នឹងហោះទៅវាយសត្វពស់មួយហ្នឹងក៏បានធ្វើឲ្យបរោះម្នាក់ហ្នឹងបាត់បង់ដៃមួយឈាមផងដែររួចគាត់ក៏ប្រាប់ឲ្យព្រះនាងចាស់ហ្នឹងរត់ទៅគាត់អាចយកឈ្នះអាពស់ហ្នឹងបានទេនិយាយមិនទាន់បានស្រួលបួរផងអាពស់ហ្នឹងក៏បានវត្តមកកតុយតែត្រូវបានកូនចៅរបស់ព្រះនាងចាស់ហ្នឹងម្នាក់ទៀតបានមកប្រើថាមពលតកបមករងតន់ចុងក្រោយនៅតែពស់ហ្នឹងអាចបំបែកតលាំងការពារតករបស់ម្នាក់ស្រីនឹងបានហើយវាប៊ីនឹងហក់ខំព្រះនាងម្ចាស់នឹងបានហើយហ្នឹងអាប៉ែសាច់ដុំធំហ្នឹងក៏បានចាប់ព្រះនាងម្ចាស់ហ្នឹងក្វែងទៅម្ខាងសុខចិត្តលះបង់ខ្លួនឯងដើម្បីព្រះនាងម្ចាស់ហើយគាត់ក៏ត្រូវបានសត្វពស់ហ្នឹងខំរួចវាក៏គវាសគាត់ទៅម្ខាងទៅដល់អស់ជំរឿសព្រះនាងម្ចាស់ហ្នឹងក៏បានដកនៅឈើមួយឈើហ្នឹងនៅក្នុងហ្នឹងគឺជាធ្នូបុរាណដែលជាគេប្រចាំគ្រួសាររាជវង្សរបស់នាងយកមកបាញ់សត្វពស់មួយហ្នឹងហើយយើងមើលទៅព្រួញទឹកមួយហ្នឹងទៅគឺវាមានថាមពលខ្លាំងមែនតើពេលដែលបាញ់ទៅហ្នឹងពស់ហ្នឹងក៏បានគេចផុតហើយវាប៊ីនឹងហក់ទៅខំព្រះនាងម្ចាស់ហ្នឹងម្ដងទៀតទៅហើយគ្រាប់ពួយហ្នឹងក៏បានហោះបែរមកក្រោយវិញចាក់ទម្លុះខ្លួនរបស់ពស់ហ្នឹងបន្ទាប់មកព្រះនាងម្ចាស់ហ្នឹងក៏បានជាកូនចៅរបស់នាងម្នាក់ស្រីហ្នឹងទៅមើលបរោះសាច់ដុំដោយបរោះសាច់ដុំនឹងរងរបួសខ្លាំងពេកហើយហូរឈាមផងនាងក៏បង្កកគាត់ទុកម្ដុំសិនដើម្បីយកទៅព្យាបាលរបួសពងយាយសុកស្រាប់តែពស់ហ្នឹងវាលេចមកម្ដងទៀតពស់ហ្នឹងគឺវាអត់ទាន់ងាប់វាទៅស្បែកតាន់មែនតើមើលតែស្បែកនឹងក្រាស់ខ្មឹកហើយងើបចេញមកលើកនេះគឺកាចសាហាវជាងលើកមុនទៀតចំពេលហ្នឹងដែរព្រះនាងម្ចាស់ហ្នឹងក៏អស់កម្លាំងពីខ្លួនតែនាងនៅតែព្យាយាមរត់គ្រាប់រួញហ្នឹងតម្រង់ទៅសត្វពស់ហ្នឹងទៀតប៊ីនឹងសត្វពស់ហ្នឹងហក់ខំម្ដងទៀតអីហ្នឹងតួប្រុសឆាន់ណានយឺហ្នឹងហក់មកពីណាក៏មិនដឹងក៏បានចាប់ដៃព្រះនាងចាស់រួចក៏បានរត់គ្រាប់រួញបាញ់ទៅសត្វពស់មួយហ្នឹងហើយសាច់រឿងយើងក៏ត្រូវបានចាប់នៅត្រឹមហ្នឹងអេពីសូត2បើសិនជាអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចចុច Subscribe Like Comment Share ឲ្យផងណាជួបគ្នានៅអេពីសូតក្រោយៗទៀត